សូមបងជួយពន្យល់បានទេតើឥណទានសម្រាប់ពាណិជ្ជករស៊ីដាមានលក្ខណៈបែបណាខ្លះឧទាហរណ៍ដូចជាទំហំខ្ចីឬក៏រយៈពេលខ្ចីក៏ដូចជារយៈពេលនៃការសងជាដើមឥណទានសម្រាប់ដៃគូពាណិជ្ជករស៊ីដាគឺជាប្រភេទឥណទានមួយដែលយើងផ្ដល់ជូនទៅអតិថិជនដែលជាដៃគូអាជីវកម្មរបស់ធនាគារនឹងឯងមានន័យថាយើងផ្ដល់ប្រភពទុនបំរុងមួយសម្រាប់គ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់គាត់ឲ្យមានស្ថិរភាពឡើងហើយសម្រាប់ទំហំគឺយើងផ្ដល់ជូនជាទំនៀមដំបូងនេះគឺរហូតដល់$10,000ណោះហើយបន្តបន្ទាប់ទៀតយើងអាចផ្ដល់ជូនបានបន្ថែមពីលើនេះទៀតសម្រាប់រយៈពេលវិញគឺបានរហូតដល់36ខែ3ឆ្នាំអាចថារយៈពេលមួយដែលផ្ដល់ជូនថាសមស្របសម្រាប់អាជីវកម្មគាត់មែនតើស្រីគាត់អាចចង់ដឹងហើយពីអត្រាការប្រាក់មិនអញ្ចឹងហ៎ចាបងហ្នឹងហើយអត្រាការប្រាក់ខ្ញុំគិតថាអតិថិជននឹងទទួលបានអត្រាការប្រាក់មួយយ៉ាងពិសេសព្រោះគាត់ជាដៃគូអាជីវកម្មរបស់ធនាគារស្រាប់អញ្ចឹងអាចថាពិសេសជាងគេនៅក្នុងទីផ្សារបច្ចុប្បន្នហ្នឹងអូចាបើសិនជាគាត់អាច apply មកគាត់អាចsurprise រឿងការប្រាក់ថាมันគួរដាក់បាត់ប៉ុណ្ណឹងដែលគាត់មើលទៅទីផ្សារមានន័យថាវាច្រើនជាងឆ្ងាយហើយអញ្ចឹងអាចគាត់ apply មកនឹងទទួលបានអត្រាពិសេសនេះអេស៊ីលីដាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត